ជំរាបសួរពុកម៉ែបងប្អូនមកសើមិញនេះខ្ញុំឆាមីស៊ូឲ្យម៉ួយហើយម៉ួយរបស់នេះខ្ញុំមានតែម្នាក់នឹងឯងម៉ួយឆាមីស៊ូណាម៉ួយផ្សេងគេញ៉ាំតែមីហើយនឹងលោតឆាបញ្ឆៅទេបើម៉ួយមួយហ្នឹងញ៉ាំតែមីស៊ូនឹងឯងហើយគាត់ក៏បានសរសើរនេះខ្ញុំថានេះខ្ញុំឆាឆ្ងាញ់ណាស់ឲ្យតែឆាលើកណាដឹកតែមានរសជាតិឆ្ងាញ់តែម្ដងហើយឆាបានពីប្រអប់ឡើងច្រើនបងប្អូនហើយតំណងអានេះបងប្អូននិយាយពីតំណងឆ្ងាញ់តែម្ដងណាគ្រាន់តែឃើញនឹងក៏លេបទឹកមាត់ដែរដបងនេះខ្ញុំត្រូវដាក់ខ្ទះលាបខ្លាញ់តិចហើយក៏គោះពងទាដាក់ពីក្របឆាឲ្យវាឡើងឆ្អិនហើយដាក់ដុំអញ្ចឹងទៅនេះខ្ញុំក៏ដួសឲ្យទុកមួយឡែកសិនណាបងប្អូនអត់ឆាចូលជាមួយមីស៊ូទេយើងឆាពងឲ្យឆ្អិនហើយលើកវាឡើងសិនបន្ទាប់មកចាក់ប្រេងសណ្ដែកចូលបន្តិចហើយក៏ដាក់ជាមួយខ្ទឹមលីងស្រាប់ដាក់ចូលទៅនេះខ្ញុំក៏ចាប់ផ្ដើមសំគ្រឿងដាក់នឹងវាចេងបន្តិចហើយនឹងម្សៅស៊ុបបន្តិចទៅហើយនឹងស្ករសនេះខ្ញុំដាក់រៀងផ្អែមល្មមទេអត់យកផ្អែមខ្លាំងទេម៉ួយគាត់កំងកុំឲ្យប្រៃកុំឲ្យផ្អែមពេកចឹងហើយនេះខ្ញុំដាក់ស្ករមកល្មមបន្ទាប់ពីដាក់ស្ករហើយក៏ដាក់ជាមួយទឹកស្អ៊ីវចូលបន្តិចបន្ទាប់ពីដាក់ទឹកស្អ៊ីវហើយក៏ឆាគ្រឿងនឹងឲ្យឡើងឈ្ងុយបន្តិចទៅហើយនេះខ្ញុំអត់មានដាក់ម្រេចទេដោយសារម៉ួយក៏អត់ចូលចិត្តក្លិនម្រេចចឹងហើយនេះខ្ញុំអត់មានដាក់ម្រេចទេនេះខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងឯងហើយការ៉ុតនេះខ្ញុំស្រុះឲ្យឆ្អិននិងស្ពៃក្តោបនេះខ្ញុំក៏ស្រុះដែរហើយនឹងផ្សិតអត់ស្រុះទេហើយមីស៊ូនេះខ្ញុំដាក់ត្រាំទឹកចោលសិនបន្ទាប់ពីនេះខ្ញុំឆាគ្រឿងឲ្យឡើងឈ្ងុយហើយក៏យកបន្លែហ្នឹងមកចាក់ចូលឆាតែម្ដងហើយបន្លែនេះពេលដែលយើងយកមកឆាជាមួយមីស៊ូយើងត្រូវតែស្រុះវាទៅបន្លែណារឹងយើងត្រូវតែស្រុះទៅដល់ពេលយើងឆាចូលជាមួយមីស៊ូទៅគឺវាមានរសជាតិទន់ឆ្ងាញ់បន្លែហ្នឹងគឺវាចូលជាតិជាមួយមីស៊ូណានេះខ្ញុំក៏បានឆាបន្លែហ្នឹងចុះឡើងឲ្យបន្លែហ្នឹងវាចូលជាតិជាមួយគ្រឿងក្រៅហ្នឹងបន្តិចបន្ទាប់ពេលនេះខ្ញុំឆាឲ្យវាចូលជាតិហើយនេះខ្ញុំក៏ដាក់ជាមួយស៊ីអ៊ីវខាប់បន្តិចដើម្បីឲ្យមីស៊ូយើងមានពណ៌ស្រស់ស្អាតហើយបើយើងអត់ដាក់ទឹកស៊ីអ៊ីវខាប់ក៏បានដែរតែនេះខ្ញុំលួចទឹកស៊ីអ៊ីវខាប់ចូលបន្តិចទៅពេលដែលយើងយកមីស៊ូហ្នឹងមកដាក់ឆាចូលគឺពណ៌មីស៊ូរបស់យើងវាបានពណ៌ស្រស់ស្អាតចឹងណាឥឡូវនេះខ្ញុំត្រាំមីស៊ូរីកមកល្មមហើយក៏យកមកដាក់ឆាចូលនេះខ្ញុំឆាដំបូងនោះចង់ភ័យដែរបងប្អូនខ្លាចវារីកជ្រុលណាដោយសារនេះខ្ញុំក្របានស្រង់មីស៊ូហ្នឹងចេញពីទឹកពេលដែលនេះខ្ញុំឆាទៅវាចេញទឹកមកជាមួយបន្លែជាមួយមីស៊ូហ្នឹងវាចូលទឹកមកនេះខ្ញុំក៏ឆាមីស៊ូហ្នឹងតតែស្ងួតហើយក៏យកពងទាហ្នឹងមកចាក់ចូលហើយក៏ឆាតទៅសាច់មីស៊ូនឹងឡើងស្ងួតជ្រើងហ្មងណាបងប្អូនដំបងភ័យដែរហ្នឹងម៉ួយគាត់កំងអត់ឲ្យតុនពេកទេអត់ឲ្យជ្រាយពេកទេពេលដែលនេះខ្ញុំឆាទៅចេញទឹកចង់ភ័យដែរចុះឡើងនេះខ្ញុំឆាតតែដាច់ទឹកឡើងស្ងួតជ្រើងអញ្ចឹងនេះបងប្អូនស្ងួតជ្រើងអញ្ចឹងទៅគឺឆ្ងាញ់តែម្ដងសាច់មីស៊ូវិញឡើងតុនល្មើចូលជាតិជាមួយពងទាចូលជាតិជាមួយបន្លែគ្រឿងក្រៅហ្នឹងឥឡូវបានស្ងួតល្អហើយឆ្អិនហើយនេះខ្ញុំក៏ដាក់ជាមួយស្លឹកខ្ទឹមរោយតែម្ដងហើយបងប្អូនមើលតំណងគួរចង់ញ៉ាំអត់ឆាមីស៊ូជាមួយបន្លែឆ្ងាញ់ណាស់នេះខ្ញុំរៀបទៅផ្ទះឲ្យបងប្អូនមកប្រហែលជា6ហើយម៉ួយគាត់កំងចង់ញ៉ាំមីស៊ូឆាណានេះខ្ញុំក៏ឆាឲ្យគាត់ឲ្យនេះខ្ញុំខ្ចប់ដាក់ពីប្រអប់បងប្អូនតំណងណាបងប្អូនអើយឡងឈ្ងុយតែម្ដងឆាជាមួយពងទាអត់មានដាក់សាច់ដាក់អីទេហើយនេះខ្ញុំគ្រាន់តែឆារួចបងប្អូននេះខ្ញុំក៏ស្រក់ទឹកមាត់ចង់ញ៉ាំដែរហើយវីដេអូរបស់នេះខ្ញុំថតកាន់ទូរស័ព្ទនឹងដៃអញ្ចឹងវារៀងញ័ររៀងពិបាកមើលបន្តិចហើយបងប្អូនសូមបងប្អូនអធិស្ឋានផងហើយវីដេអូរបស់នេះខ្ញុំក៏បានដល់ទីបញ្ចប់នេះខ្ញុំក៏សូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អឆ្នាំថ្មីរកស៊ីទទួលទានមានបានហេងទាំងអស់គ្នាបងប្អូននេះខ្ញុំក៏សូមអរគុណសូមជម្រាបលាបាយបាយ